ខ្ញុំមានរឿងមួយចង់ឲ្យបងប្អូនអរគ្នាពិចារណាជាមួយខ្ញុំនៅពេលដែលគេបោះបង់យើងចោលគេទុកយើងចោលគេក្បត់យើងគេទៅមានអ្នកថ្មីគេមិនទុកយើងជាមនុស្សសំខាន់គេមិនផ្ដល់តម្លៃឲ្យយើងឈឺចិត្តមែនទេទាំងអស់គ្នាទាំងខ្ញុំទាំងគេយើងមានអារម្មណ៍ថាខ្លួនឯងឈឺចិត្តខ្លាំងណាស់ដែលយើងខំផ្ញើក្តីសង្ឃឹមទៅដល់គេតែគេនោះគេមិនបានរក្សាក្តីសង្ឃឹមរបស់យើងឲ្យបន្តរស់រានមានជីវិតបន្តទៅមុខទៀតតែបងប្អូនអរគ្នាកុំរំពឹងផ្ញើក្តីសុខទៅលើអ្នកដទៃច្រើនពេកកុំរំពឹងផ្ញើក្តីសង្ឃឹមរបស់យើងទៅលើអ្នកដទៃច្រើនពេកកុំរំពឹងផ្ញើក្តីស្រឡាញ់របស់យើងទៅលើអ្នកដទៃច្រើនពេកគេយល់បែបគេយើងយល់បែបយើងចេះស្រឡាញ់យើងចេះអាណិតយើងចេះផ្ដល់ក្តីអាណិតផ្ដល់ក្តីមេត្តាទៅដល់ដៃគូរបស់យើងដោយសារតែយើងចង់រក្សាទំនាក់ទំនងចង់រក្សាសម្ព័ន្ធមេត្រីភាពនឹងឲ្យល្អបន្តមានជីវិតរស់រានទៅមុខតែគេមិនប្រកាសថាបែបហ្នឹងទេរស់នៅជាខ្លួនឯងហើយប្រឹងប្រែងតស៊ូកុំខ្វល់ខ្វាយពីអ្នកដទៃច្រើនពេកបើសិនបើគេមិនចង់រក្សាទំនាក់ទំនងមួយនឹងឲ្យល្អប្រសើរនោះទេបណ្ដោយវាឲ្យតាមតាណាទៅអូខេ